ចឹងដើម្បីយើងបើក Google Form លោកគ្រូគ្រាន់តែបើកfolder ដែលយើងបានបង្កើតមកបាទយើងចុចបើកមកហើយបន្ទាប់មកគឺលោកគ្រូត្រូវចុច new មកបាទចុច new មកហើយបន្ទាប់មកយើងយកពាក្យថា Google Form នេះបាទអញ្ចឹង Google Form ហ្នឹងវាមាននៅនឹងស្រេចអញ្ចឹងយើងយក Google Form មកអញ្ចឹងចាញ់តម្រង Google Form ហើយបាទ Google Form បាទអញ្ចឹងវិធីបើកមានតែប៉ុណ្្នឹងឯងគ្រូបាទអាចទៅមើលត្រួសទៅបាទអញ្ចឹងពេលដែលយើងចុចបើកទៅ Google Form គឺមានតម្រងអញ្ចឹងបាទអញ្ចឹងកន្លែងនេះកន្លែង title នេះគឺកន្លែងនេះគឺសម្រាប់លោកគ្រូដាក់ចំណងជើងលោកគ្រូបាទចំណងជើង Google Form ហ្នឹងណាបាទអញ្ចឹងយើងដាក់មកបាទអញ្ចឹងខ្ញុំអាចដាក់ឈ្មោះដដែលទៅខ្ញុំអាច copy ហើយដាក់ពាក្យនេះអញ្ចឹងខ្ញុំអាច copy ដាក់មកអូខេអញ្ចឹងយើងបានចំណងជើង form ហើយបាទអញ្ចឹងពីខ្ញុំទៅសម្រាប់ Google Form ហ្នឹងគឺយើងអាចប្រើមានពីរលក្ខខណ្ឌសំខាន់ៗនៅក្នុងការប្រើប្រាស់ Google Form ហ្នឹងបាទទីមួយគឺ Google Form ហ្នឹងគឺយើងប្រើប្រាស់សម្រាប់នេះលោកគ្រូបាទគឺយើងប្រើប្រាស់សម្រាប់ជាទម្រង់ survey បាទជាទម្រង់ survey ឬក៏ប្រមូលសន្លឹកកិច្ចការជាដើមបាទហើយមួយទៀតហ្នឹងគឺយើងប្រើសម្រាប់បង្កើតជា quiz ណាបាទអញ្ចឹងបង្កើតជា quiz ហ្នឹងមានន័យថាយើងអាចកំណត់ពិន្ទុយើងអាចកំណត់សំណួរបាទទៅតាមចិត្តចង់របស់យើងបាទហើយដែលឡែកសម្រាប់បើយើងបង្កើត Google Form ហ្នឹងដើម្បីជាទម្រង់ survey មានន័យថាយើងមិនបាច់ដាក់ពិន្ទុនៅក្នុង Google Form ហ្នឹងទេយើងគ្រាន់តែចូលមកដល់គឺយើងបង្កើតជាសំណួរបង្កើតជាកម្រសំណួរមកជាការស្រេចណាបាទអាហ្នឹងសម្រាប់ខ្ញុំគិតថា Google Form ហ្នឹងគឺមានពីរវាហ្នឹងសំខាន់សម្រាប់ជួយគ្រូអ្នកគ្រូក្នុងកិច្ចការបរៀនបាទ